ធ្វើឲ្យឆ្នាំថ្មីនេះមានន័យបំផុតបងប្អូនទាំងអស់គ្នាធ្លាប់ដឹងទេថាពេលវេលាអត់ដែលរងចាំនរណាម្នាក់ឡើយខណៈពេលដែលបងប្អូនទាំងអស់គ្នាកំពុងតែស្ដាប់វីដេអូនេះនៅក្នុងឆ្នាំ2025បានរលាយបាត់ទៅហើយឆ្នាំ2026ឆ្នាំថ្មីកំពុងតែឈានចូលមកដល់មនុស្សជាច្រើននឹងចូលទៅក្នុងឆ្នាំថ្មីជាមួយនឹងកាបូបរបស់ខ្លួនដែលពោពេញទៅដោយលេខដោះសារដដែលជាមួយនឹងពាក្យដែលនិយាយថាចាំពេលក្រោយចាំថ្ងៃក្រោយចាំខែក្រោយក៏ចាំឆ្នាំក្រោយអញ្ចឹងទៅប៉ុន្តែសម្រាប់ឆ្នាំ2026នេះមិនមែនជាឆ្នាំដែលគ្រាន់តែបដូរតួរលេខនៅលើប្រតិទិននោះទេវាគឺជាឱកាសដើម្បីផ្លាស់ប្ដូរជោគវាសនារបស់អ្នកទាំងអស់គ្នាយើងសាកសួរខ្លួនឯងចុះថាតើបងប្អូនទាំងអស់គ្នាចង់ក្លាយជាមនុស្សដែលមានបញ្ហាដដែលនិងការស្ដាយក្រោយដដែលរហូតដល់ពេលណាទៀតដូច្នេះឆ្នាំ2026នេះត្រូវតែជាឆ្នាំរបស់បងប្អូនទាំងអស់គ្នាពេលខ្លះយើងគួរតែឈប់កុហកខ្លួនឯងទៅពិភពលោកនេះមិនជំពាក់អ្វីវានោះទេអ្វីយើងនោះទេភាពជោគជ័យមិនមែនជារឿងចៃដន្យនោះទេហើយវាក៏មិនមែនជារង្វាន់សម្រាប់អ្នកណាដែលអង្គុយតែបន់ស្រន់នោះទេវាគឺជារង្វាន់សម្រាប់អ្នកណាដែលហ៊ានលះបង់នៅក្នុងឆ្នាំ2025កន្លងទៅនៅក្នុងឆ្នាំចាស់តែយើងធ្លាប់ដឹងទេថាយើងបានចំណាយពេលទៅលើអ្វីខ្លះទៅលើទូរស័ព្ទប៉ុន្មានម៉ោងតើយើងបានបោះបង់ចោលក្តីសុបិនខ្លួនឯងប៉ុន្មានដងដោយសារតែសម្ដីអ្នកដទៃបើយើងចង់ចូលទៅក្នុងឆ្នាំថ្មីឆ្នាំ2026ជាមួយនឹងទម្លាប់ចាស់ហើយយើងនឹងទទួលបានលទ្ធផលចាស់បើយើងចង់បានអ្វីដែលយើងមិនធ្លាប់មានចង់បានលទ្ធផលថ្មីចង់បានអ្វីដែលថ្មីយើងត្រូវតែហ៊ានធ្វើអ្វីដែលយើងមិនធ្លាប់ធ្វើពីមុនមកឆ្នាំ2026មិនមែនជាឆ្នាំសម្រាប់ធ្វើលេងនោះទេវាគឺជាឆ្នាំសម្រាប់អ្នកទាំងអស់គ្នាធ្វើពិតមែនហើយយកផលពិតមែនការផ្លាស់ប្ដូរវាតែងតែមានភាពលំបាកការក្រោកពីគេនៅម៉ោង5ព្រឹកអាចថាពិបាកមែនទែនសម្រាប់យើងទាំងអស់គ្នាព្រោះធ្លាប់តែគេងស្រួលនៅពេលព្រឹកហើយការដែលកាត់បន្ថយការដើរលេងឬក៏មិនដើរលេងដើម្បីយកពេលវេលាទៅបដោតទៅលើគោលដៅឬក៏ទៅលើការរៀនសូត្រវាក៏ពិបាកមែនទែនដែរប៉ុន្តែការឈឺចាប់នៃមានវិន័យមានក្រិតក្រឹមចំពោះខ្លួនឯងវាស្រាលជាងការឈឺចាប់នៃពាក្យថាស្ដាយក្រោយរបស់យើងរាប់សិបដងយើងចូលចាំថានៅក្នុងឆ្នាំ2026ឆ្នាំថ្មីនេះអាចមានមនុស្សសោកយើងអាចមានមនុស្សនឹងសង្ស័យនិងមិនទុកចិត្តលើសមត្ថភាពយើងមិនឲ្យតម្លៃលើសមត្ថភាពយើងប៉ុន្តែវាមិនមែនជាបញ្ហាសម្រាប់យើងនោះទេបញ្ហាអាចថាយើងសង្ស័យលើខ្លួនឯងដែរឬទេចូលធ្វើឲ្យចេញជាលទ្ធផលឲ្យខ្លាំងជាងសម្ដីអ្នកដទៃនិយាយមើលងាយលើយើងនឹងបើមិនចាំបាច់មែនតែនទេមិនចាំបាច់ប្រាប់គោលដៅផែនការផ្ទាល់ខ្លួនរបស់យើងទៅឲ្យអ្នកដទៃស្ដាប់នោះទេតែយើងត្រូវធ្វើឲ្យបានសម្រេចនៅគោលដៅនៅគម្រោងផែនការរបស់យើងនោះសិនឆ្នាំ2026គឺជាឆ្នាំដែលយើងត្រូវស្ងៀមស្ងាត់ហើយប្រឹងប្រែងធ្វើការនិងរៀនសូត្រចាប់ពីពេលនេះទៅចូលតាំងចិត្តថាឆ្នាំថ្មីនេះគឺជាឆ្នាំដែលយើងឈប់ធ្វើជាជនរងគ្រោះឈប់បន្ទោសលើព្រហ្មលិខិតហើយឈប់បន្ទោសសេដ្ឋកិច្ចហិរញ្ញវត្ថុហើយឈប់បន្ទោសគ្រួសារគ្រប់យ៉ាងគឺស្ថិតនៅលើកណ្ដាប់ដៃយើងស្ថិតលើខ្លួនយើងមានពេល365ថ្ងៃហើយនោះគឺជាឱកាស365ដងដើម្បីកសាងកេរ្តិ៍ឈ្មោះដើម្បីកសាងសមត្ថភាពខ្លួនឯងឲ្យរីកចម្រើនបើដួលត្រេកក្រោកវិញតែបើហត់ធ្វើរកាសម្រាកសិនក៏បានដែរតែមិនមែនបោះបង់នោះទេភាពខ្លាំងពិតប្រាកដមិនមែនស្ថិតនៅលើការដែលមិនធ្លាប់ដួលសោះនោះទេតែវាស្ថិតនៅលើការដែលក្រោកឈររាល់ពេលដែលដួលចូលធ្វើឲ្យគ្រួសាររបស់យើងមានមោទនភាពចំពោះរូបយើងហើយចូលធ្វើឲ្យពួកគាត់នឹងមានអារម្មណ៍ថាដូចជាពួកគាត់មានសំណាងដែលមានយើងជាកូនមានយើងជាបងប្អូនជាញាតិចូលធ្វើឲ្យខ្លួនឯងនឹងនៅក្នុងពេលអនាគតនឹងនិយាយពាក្យថាអរគុណខ្លួនឯងនៅក្នុងថ្ងៃនេះហើយនៅក្នុងចុងបញ្ចប់វីដេអូនេះខ្ញុំក៏ចង់បញ្ជាក់ថាអរគុណប្រតិទិនបានផ្លាស់ប្ដូរហើយការអបអរសាទរនៅក្នុងឆ្នាំចាក់នេះក៏បានបញ្ចប់ទៅដែរឥឡូវនេះយើងកំពុងស្ថិតនៅក្នុងខែថ្មីឆ្នាំថ្មីរួចទៅហើយពិភពលោកបានត្រឡប់វិលចូលធ្វើការប្រឹងប្រែងរៀងខ្លួនវិញហើយនេះមិនមែនជារឿងឆ្នាំថ្មីទៀតទេវាគឺជាជីវិតថ្មីរបស់យើងកំពុងតែឈរនៅចំពុកដំបូងនៃសាច់រឿងថ្មីរបស់យើងនៅក្នុងឆ្នាំថ្មីហើយគុំទៅខ្វល់អំពីឆ្នាំចាស់ច្រើនពេកវាបានកន្លងផុតទៅហើយចូលមើលទៅ24ម៉ោងដែលនៅចំពោះមុខយើងនៅក្នុងថ្ងៃនេះគឺជាសមរភូមិរបស់យើងរាល់ការធ្វើការរាល់ការហាត់ប្រាណរាល់ការរៀនសូត្រអានសៀវភៅវាគឺជាដុំឥដ្ឋវាបានទៅនឹងដុំឥដ្ឋមួយដែលយើងកំពុងតែរៀបចំកសាងគ្រឹះអាណាចក្ររបស់យើងឲ្យរឹងមាំតួនាឡិកាមិនត្រឹមតែដើរទៅមុខទេ
ពីកសម្ដីតាមឲ្យយើងធ្វើសកម្មភាពភ្លាមឆ្នាំថ្មីឆ្នាំនេះបានមកដល់ហើយវាមិនមែនជាក្តីសុបិនទាបទេវាគឺជាការពិតរបស់ពួកយើងហើយឥឡូវនេះចិនទៅបង្ហាញពិភពលោកថាតើយើងមិនមែនគ្រាន់តែរស់ដើម្បីឆ្លងផុតថ្ងៃនោះទេតែយើងកើតមកដើម្បីយកឈ្នះទៅលើខ្លួនឯងយកឈ្នះទៅលើឆ្នាំនេះតែម្ដងនេះគឺជាពេលវេលារបស់ពួកយើងពេលដែលយើងត្រូវចាប់ផ្ដើមពីឥឡូវនេះហើយសូមអរគុណអ្នកទាំងអស់គ្នាចំពោះការស្ដាប់វីដេអូនេះបើសិនបើអ្នកទាំងអស់គ្នាមិនទាន់ចុច Subscribe នោះទេសូមជួយចុច Subscribe ផងដើម្បីទទួលបានវីដេអូគំនិតថ្មីៗទៀតហើយជួបគ្នានៅវីដេអូក្រោយបាទសូមអរ